សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីរបស់ទេសចរក្រខ្លួនបាត់យូរហើយគេឥឡូវយើងចូលមករៀបឡានមួយគ្រឿងទៀតទេប៉ុន្តែការដែលរៀបតាំងពីចំណុចដំបូងឡើយមកគឺអត់បានថតទេដោយសារវាមានភាពរវល់ខ្លាំងដែលធ្វើមិនឲ្យមិនអាចយើងថតបានហ្មងរវល់ពេកមិនអាចថានឹកឃើញតែត្រូវថតហើយក៏មិនដឹងថាដាក់ឈ្មោះឡានអីទៀតដែរហើយទេសចរក្រខ្លួនយើងបានលក់ទៅបាត់ហើយឥឡូវយើងយកមកគ្រឿងទៀតយកមករៀបចំប៉ុន្តែมันបាននិយាយពីការរៀបចំតាំងពីដំបូងទេឥឡូវគឺយើងចាប់ផ្ដើមពីចំណុចដែលយើងបំពាក់ស្លាកលេខទៅគឺខ្ញុំបានបដូរស្លាកលេខវាចេញឯងស្លាកលេខវាសេរីចាស់ឥឡូវយើងបានមកឡើងវាទៅប្រភេទវែងមួយខ្លីមួយវែងពីមុខខ្លីពីក្រោយយើងបានរៀបចំវាទៅ QR ឡើងហើយអញ្ចឹងយើងឡើងបន្តទៀតសម្រាប់ដែលអ្នករៀបឡានប្រភេទ low budget ណាយើងខ្សោយថវិកាប៉ុន្តែយើងចង់ឲ្យឡានយើងលយតែ quality គឺ high ធានាថាគឺ high បងងើបកាមេរ៉ាឡើងធានាថា quality គឺ high យើងរៀបពីថៅបាវ low budget យើងអាចតាក់ទងថៅបាវបានប៉ុន្តែសម្រាប់អ្នកមានបទពិសោធន៍ទិញថៅបាវរាប់ឆ្នាំដូចខ្ញុំឯងអ្នកមានបងប្អូនខ្លះទិញខុសឡើងញាក់អស់ហើយថៅបាវប៉ុន្តែខ្ញុំអត់ញាក់ទេនេះកន្លែងដែលត្រូវខូចកន្លែងដែលត្រូវអីយើងរៀបចំកំងគ្រឿងមកបដើដូចអានេះវាឡើងចាស់ឡើងក្រហមអានេះវាបែកអញ្ចឹងកន្លែងហ្នឹងក៏ខ្ញុំត្រូវទិញដូរដែរប៉ុន្តែបើសិនជាយើងដូរព្រឹបគ្រឿងនៅស្រុកខ្មែរគឺថ្លៃមែនតើអញ្ចឹងថៅបាវជួយបានយើងទិញមកកំងមកដូរខ្លួនឯងមកអស់តម្លៃពាក់កណ្ដាលទេបាទអញ្ចឹងឡាននេះយើងអនាគតវានឹងទៅជាយ៉ាងណាបន្តទៀតចាំមើលវីដេអូបន្តនេះមកគូយើងដូរមកគូឲ្យស្មើគ្នានេះនៅមកប្រអប់ទៀតយើងអត់ទាន់អានបកនេះតែនេះបើបងប្អូនបែកមិនបាច់ចង់ដូរទៅសំណុំនេះក៏បានដែរបិទតែស្គុតខ្មៅមកហើយចោះប្រឡោះវងមូលមកដាក់កូចអាមួយក្រប5រៀលហើយអាចបដ ாய் តែនេះជ្រុលដៃកំងមកហើយអែមគុណភាពបងនេះបងប្អូនបន្ទាប់ពីយើងបានចាប់ផ្លាកលេខចូលហើយយើងបានដោះដូរពិលកាងនឹងរួចរាល់នេះយើងដោះដូរខ្លួនឯងបងប្អូនវាមិនពិបាកស្អីទេដោះទឹកខ្ចៅហើយយើងដោះដូចទៅងាយទេអស់នេះទៅយើងបាច់ជាងរយជាងរយអីទេប៉ុន្តែបើសម្រាប់បងប្អូនចង់ដូរពិលកាងចង់អីកែទៅជាគុជកែទៅជាអីក៏មួយយ៉ាងដែរបងប្អូនយើងបិទស្គុតឬក៏បាញ់ថ្នាំបាញ់អីវាមិនដាក់គុជទៅណាអីមួយយ៉ាងដែរយើងសេរីចាស់ចឹងមែនបងប្អូនគ្រាន់តែដូរដាក់ស្លាកលេខវែងចឹងមកដូរពិលកាងដូរអីដាក់មកឲ្យថ្មីចឹងមកលេងគុជលេងអីចឹងមកគឺមើលទៅស្អាតមិនចាញ់ពពួកខ្លាញ់គោហ្មងទេមើលទៅប្លែកទេបងប្អូនឡើងស្លាកលេខ QR វែងចឹងឡើងពិលកាង